បាទសួស្តីបងប្អូនប្រិយមិត្តទាំងអស់គ្នាវិលត្រឡប់មកជួបខ្ញុំម្ដងទៀតជាមួយនឹងវីដេអូឃ្លីបថ្មីនៅក្នុងវីដេអូថ្ងៃនេះអ្វីដែលខ្ញុំលើកយកមកបង្ហាញជូនបងប្អូននិងប្រិយមិត្តទាំងអស់គ្នាគឺតាក់ទងជាមួយនឹង hardware ពីរប្រភេទរបស់ computer មកធ្វើការបង្ហាញអូខេhardware ទី1នោះគឺតាក់ទងជាមួយនឹង CPU ហើយសម្រាប់ hardware ទី2នោះគឺតាក់ទងជាមួយនឹង motherboard អូខេនេះគឺជា motherboard MSI Pro H610M DDR4 អូខេអញ្ចឹងអ្វីដែលខ្ញុំចង់បង្ហាញអ្នកទាំងអស់គ្នាអំពីទី1គឺ CPU អ្វីជា CPU គឺមកពីពាក្យមួយដែលមានឈ្មោះថា Central Processing Unit បើយើងនិយាយងាយៗនៅក្នុងភាសាខ្មែរគឺមានន័យថាខួរក្បាលរបស់ computer បាទឯចំណែកទី2បាទទី2គឺ motherboard សម្រាប់អ្នកខ្លះគឺគាត់ហៅថា main board system board ឬក៏ board អញ្ចឹងយើងអាចហៅបានតាមជំរឿសឬក៏តាមការស្រឡាញ់របស់យើងអាចហៅបែបណាក៏បានដែរហើយអំពីទូនាទីរបស់ motherboard ដោយដែលអ្នកនរគ្នាបានដឹងអញ្ចឹងនៅក្នុងវីដេអូលើកមុនក៏ខ្ញុំបានបង្ហាញជូនអ្នកទាំងអស់គ្នាដែរmotherboard គឺប្រៀបធៀបដូចជាដងខ្លួនរបស់មនុស្សអញ្ចឹងបើនិយាយក្នុងភាសាបច្ចេកទេសគេហៅថាវាជាបន្ទះសៀគ្វីអគ្គិសនីដែលទូនាទីរបស់វាធ្វើឲ្យគ្រឿងបង្គុំដតីភ្ជាប់ទៅកាន់វាហើយឲ្យកុំព្យូទ័រមួយអាចដំណើរការទៅបាននេះគឺគេហៅវាថាជា motherboard អញ្ចឹងចំណុចទី3ដែលខ្ញុំលើកយកមកបង្ហាញជូនអ្នកទាំងអស់គ្នានោះគឺតាក់ទងជាមួយនឹងការរើស CPU បាទការរើស CPU មួយនេះហើយនឹងការដាក់វាឲ្យត្រូវគ្នាថាតើយើងគួររើសបែបណាឧទាហរណ៍ថាអ្នកទាំងអស់គ្នាស្រឡាញ់ Core i7 ជំនាន់ទី12តើយើងគួររើស motherboard ប្រភេទណាដើម្បីឲ្យត្រូវជាមួយវាឬក៏យើងចង់បាន motherboard ប្រភេទចេះហើយយើងត្រូវការ CPU មិនទើបដាក់ទៅត្រូវវាមិនមែនគ្រប់តែ CPU ឬក៏គ្រប់តែ motherboard ដាក់ត្រូវគ្នានោះទេកាលណាយើងទិញត្រូវរើសឲ្យត្រូវជាមួយchip របស់វាដែរមិនអាចថាខ្ញុំស្រឡាញ់ motherboard នេះខ្ញុំចង់បាន CPU កម្រិតប៉ុណ្ណេះយកមកដាក់ទៅត្រូវគ្នានោះទេអញ្ចឹងសម្រាប់ motherboard គឺវាមាន chipset របស់វាហើយការរើសក៏ដូចគ្នាដែរការរើសការស្រឡាញ់ CPU សម្រាប់អ្នកដែលមានបំណងចង់រៀប computer ផ្ទាល់ខ្លួនអ្នកទាំងអស់គ្នាគួរតែសិក្សាអំពីចំណុចមួយនេះដើម្បីកុំឲ្យពេលយើងទិញ CPU ទៅរៀបជាមួយនឹង motherboard ស្រាប់តែទិញទៅអត់ត្រូវគ្នាអញ្ចឹងធ្វើឲ្យយើងទី1ខាត់ពេលវេលាហើយទី2ខាត់ថវិកាដើម្បីដឹងថា motherboard មួយ support ជាមួយនឹង CPU កម្រិតប៉ុណ្ណាអ្នកទាំងអស់គ្នាត្រូវ check ទៅកាន់ website របស់វាដោយជាករណី motherboard MSI Pro H610M.EDDR4 នេះជា motherboard ដែលមាន socket 1700 បាទមានន័យថាវាជា motherboard ដែល support ទៅលើ socket 1700 អញ្ចឹងបើ1700យើងត្រូវរក CPU ចាប់ពីចំនួនណាដើម្បីអាច support ជាមួយវា1700មានចាប់ពី CPU ចំនួនទី12ចំនួនទី13និងចំនួនទី14តែបើវាមាន socket 1200វិញបើវាមាន socket 1200វា support ជាមួយនឹង CPU ចំនួនទី10និងទី11សម្រាប់តែ socket ដែលមាន LGA 1151គឺ support បានច្រើនជំនាន់គ្រាន់បើគឺ support តាំងពីជំនាន់ទី6ទី7ទី8ទី9ប៉ុន្តែការរៀប computer គឺយើង check ទៅលើ chipset របស់ motherboard ដើម្បីងាយស្រួលដើម្បីកុំឲ្យពេលយើងរៀបទៅអាចមាន chip មួយចំនួនវាអត់ដំណើរការជាមួយគ្នាទេអញ្ចឹងទាមទារឲ្យអ្នកនរនេះ check ឲ្យបានច្បាស់មុននឹងអ្នកនរគ្នារៀប computer មានន័យថារៀប motherboard ឬ motherboard ហើយដាក់ជាមួយនឹង CPU ឲ្យវាត្រូវគ្នាមិនអាចថាស្រេចតែចិត្តថាចង់ដាក់ motherboard នេះជាមួយ CPU នេះគឺអត់ទេអញ្ចឹងការរៀប computer គឺទាមទារមែនតើសម្រាប់អ្នករៀបគាត់ទៅ check ជាមួយនឹង chipset របស់ motherboardអញ្ចឹងខ្ញុំសូមបញ្ជាក់អ្នកនរគ្នាថាយើង check បែបណាដើម្បីដឹង motherboard មួយ support ទៅលើ CPU ប្រភេទអីចំនួនណាអញ្ចឹងខ្ញុំលើកជាឧទាហរណ៍ឲ្យអ្នកនរគ្នាជាក់ស្ដែងតែម្ដងគឺនៅក្នុង motherboard MSI Pro H610M.EDDR4 នេះតើយើងគួរ check បែបណាដើម្បីដឹងថាវា support ទៅលើ CPU ចំនួនអីអញ្ចឹងទី1គឺអ្នកនរគ្នាចូលមកកាន់ browser របស់ computer បាទយើងចូលមកកាន់ browser របស់ computer មកអូខេយើងចូលមកកាន់ browser របស់ computer បន្ទាប់ពីអ្នកនរគ្នាចូលមកកាន់ browser របស់ computer អ្នកនរគ្នាវាយ model នឹងចូលមកដូចជាករណីនេះមាន MSI បាទយើងវាយមក MSI បាទPro H610M បាទអញ្ចឹងបាទវា load recommend ឲ្យយើងមាន
MSI Pro 5610M M.S DDR4 M.E DDR4 នេះបាទអញ្ចឹងអ្នកនរឃើញហើយនេះគឺ MSI Pro 5610M.E DDR4 វាត្រូវជាមួយនឹង model computer model motherboard របស់យើងអញ្ចឹងយើងចុចស្វែងរកវាមកនេះវានឹងឃើញនៅក្នុង website របស់ MSI តែម្ដងជាទូទៅសម្រាប់ motherboard នេះគឺភាគច្រើនគឺឃើញនៅក្នុង MSI វាបញ្ជាក់នៅខាងចុង Intel ជំនាន់ទី12អ្នកនរគ្នាកុំតន់អាចខ្វល់អីយើងចូលមកសិនមកបាទយើងចូលមកបាទនេះអូខេនេះគឺជារូបរាងរបស់ motherboard MSI Pro 5610M.E DDR4 អញ្ចឹងអ្នកគ្នាអាចមើលទៅកាន់នេះបាទយើងចូលមកកាន់ specification មកសិនមកបាទនេះឃើញទេsocket របស់វាគឺ1700បើនិយាយអំពី socket 1700គឺ support ចាប់ពីជំនាន់ទី12ជំនាន់ទី13និងជំនាន់ទី14ប៉ុន្តែយើងមើល the base recommend ដែល MSI Pro 5610M.E DDR4 ហ្នឹងក៏ recommend ទៅលើតើវាប្រើ CPU ប្រភេទអីនេះបាទនេះយើងចូលមកកាន់ពាក្យថា specification នេះបាទនេះចូលមកកាន់ specification ហ្នឹងមកបន្តមកទៀតអ្នកនរចូលមកកាន់ពាក្យថា detail បើសិនជាកាក់វានៅក្នុង product យើងចូលមកកាន់ពាក្យ detail ហើយអ្នកនរនឹងឃើញនៅខាងចុង processor ហ្នឹងគឺសំដៅលើគូក្បាលនឹងឯងជា chip ដើម្បីគ្រប់គ្រងការដំណើរការរបស់ computer អញ្ចឹងយើងមើលនៅក្នុងនេះវាដាក់ support Intel ជំនាន់ទី14ទី13និងទី12 generation ឬក៏ Pentium Gold and Celeron processor បាទអញ្ចឹងក្នុងករណីនេះគឺវាបានបញ្ជាក់ឲ្យតើប្រភេទ processor នេះគឺប្រើ socket LGA ប្រមាណនៅក្នុងវីដេអូឬក៏ក្នុងការណែនាំរបស់គេនៅក្នុង detail នេះគេបានបញ្ជាក់ processor វាគឺ socket LGA 1700 socket ហ្នឹងគឺជាអីមានន័យថាជាជើងឬក៏ជាកន្លែងរុនសម្រាប់យើងដាក់ជាមួយនឹង CPU នឹងតែម្ដងមានន័យថាទំហំរបស់វាគឺដាក់ទៅត្រូវជាមួយនឹងទំហំជើងរបស់ motherboard បើសិនជាករណីអ្នកនរគ្នាយកដូចជាករណីនៅក្នុងនេះចឹងនេះបាទCPU ដែលខ្ញុំកំពុងតែកាន់នេះគឺ Intel បាទនេះគឺ Intel ជំនាន់ទី4អានេះគឺ Intel Core i5 ជំនាន់ទី9ជំនាន់ទី9អ្នកគ្នាមើលនៅក្នុងនេះអញ្ចឹងគេបញ្ជាក់ថាចាប់ពីជំនាន់ទី12 13និង14តើវា support គ្នាអត់បើអានេះជំនាន់ទី9មានតែទំហំរបស់ CPU ជាមួយនឹងទំហំនៃជើងគឺវាអត់ត្រូវគ្នាទេអាចដាក់អត់ចូលគ្នាឬក៏ដាក់ទៅវាមិន compatible ជាមួយគ្នាអញ្ចឹងបើសិនជាវាអត់ compatible ជាមួយគ្នាឬក៏វាអត់សមគ្នាអត់ត្រូវគ្នាទេយើងអត់អាចដាក់វាចូលបានទេទាមទារឲ្យយើងធ្វើការពិនិត្យកន្លែងហ្នឹងបន្តិចអញ្ចឹងសម្រាប់បងប្អូនដែលចង់រៀបឬក៏រើស CPU ឲ្យត្រូវជាមួយនឹង motherboard របៀបរើសគឺអ្នកនរអាចចូលទៅកាន់ website របស់ computer បាទអញ្ចឹងខ្ញុំលើកយកករណីមួយនេះមកបង្ហាញជូនបងប្អូនទៀតគឺH310M H 2.0 បាទនេះជា motherboard របស់ Gigabyte ខ្ញុំនឹងបង្ហាញជូនអ្នកទាំងអស់គ្នាមួយទៀតចាស់អូខេឥឡូវខ្ញុំអញ្ចឹងឥឡូវខ្ញុំដាក់វាណាបាទនេះmotherboard យើងប្រើពាក្យ Gigabyte ពីមុខណាបាទ Gigabyte H310M បាទដក H បាទ 2.0 នេះបាទនេះគឺ Gigabyte H310M.H 2.0 បាទនេះអាហ្នឹងឯង 310M.H 2.0 បាទយើងចូលមកអញ្ចឹងយើងចង់ដឹងថាតើ motherboard ប្រភេទនេះវា support ជាមួយនឹង Intel ប្រភេទអីឬក៏ចំនួនទីប្រមាណឬក៏ support ជាមួយនឹង AMD អញ្ចឹងគឺយើងចូលមកមើលនៅកន្លែងហ្នឹងឯងអញ្ចឹងដើម្បីអាចមើលវាបាននៅកន្លែងនេះយើងមើលអត់ដឹងទេអ្នកនរឃើញអត់ដឹងទេអញ្ចឹងយើងត្រូវមើលកន្លែងពាក្យថា specification បាទអ្នកនរចុចចូល spec វាមក specification អូខេអញ្ចឹងបន្ទាប់ពីចូលដល់ specification របស់វាហើយអ្វីដែលអ្នកនរគ្នាមើលគឺកន្លែងពាក្យ CPU អ្នកគ្នាអាចមើលទៅគ្រាន់តែថា website របស់ computer នីមួយៗវាអត់ដូចគ្នាទេវាអាស្រ័យទៅលើការ design របស់គេវាអត់អាចទាំងត្រូវតែ detail ដូចក្នុងមិញយើងចូលដល់កាន់ detail បាទនេះយើងចូលបែបនេះប៉ុន្តែនៅក្នុង website របស់ Gigabyte គឺអត់ទេវាខុសគ្នាអញ្ចឹងយើងមើលជាក់ស្ដែងដែរនេះគឺ CPU អញ្ចឹងយើងមើល support របស់វាអញ្ចឹង support for 9th
and 8TA generation Intel បាទអញ្ចឹងអ្វីដែលខ្ញុំចង់បញ្ជាក់អ្នកទាំងអស់គ្នានោះគឺតាក់ទងជាមួយនឹង Gigabyte H310M 2.0 នេះគឺវា support ជាមួយនឹងជំនាន់ទី9 ហើយនឹងជំនាន់ទី8 បាទយើងអាចប្រើជាមួយ Core i9 ក៏បាន Core i7 ក៏បាន Core i5 ក៏បានឬក៏ Core i3 អាចជា Pentium ឬក៏ Celeron ដែលវា support នៅក្នុង LGA 1151 នេះបាទ LGA 1151 ឃើញទេ LGA មានន័យជាជើងសម្រាប់ដាក់ភ្ជាប់ជាមួយនឹង CPU ហើយនឹង motherboard មានន័យថាជារុនដាក់ដែលយើងដាក់ CPU ទៅត្រូវគ្នាវា compatible ជាមួយគ្នាអូខេនេះគឺជារបៀបដែលខ្ញុំរើស CPU ឲ្យត្រូវជាមួយនឹង motherboard បាទអញ្ចឹងសម្រាប់ CPU មួយនេះគឺជា CPU Core i5 ជំនាន់ទី9400F អញ្ចឹងវាត្រូវគ្នាត្រូវជាមួយនឹង Gigabyte មួយនេះបាទតែបើជាមួយ MSI នេះគឺអត់ត្រូវទេបាទ CPU នេះដាក់អត់ត្រូវទេព្រោះវាបានត្រឹមតែជំនាន់ទី9សម្រាប់ MSI Pro H610M.ADDR4 នេះគឺវា support ជាមួយនឹងជំនាន់ទី12 13និង14អូខេនេះគឺជាវិធីដែលខ្ញុំរើស motherboard ហើយដាក់វាជាមួយនឹង CPU ឬក៏រើស CPU ឲ្យត្រូវជាមួយនឹង motherboard សម្រាប់វិធីរើសមួយនេះគ្រាន់តែចង់ចែករំលែកដល់អ្នកទាំងអស់គ្នាឲ្យរើសទៅឬក៏យើងទិញវាទៅដើម្បីកុំឲ្យខុសព្រោះវាខាតពេលវេលាហើយពេលខ្លះខាតថវិកាទៀតដូចជា CPU មួយគ្រាប់វាមិនមានតម្លៃថោកទេអ្នកទាំងអស់គ្នាជាពិសេសមកដល់បច្ចុប្បន្ននេះ CPU ចេញដល់ Core Ultra សម្រាប់ Intel ហើយបាទសម្រាប់ socket ដែល support ជាមួយនឹង Core Ultra មានច្រើន socket ដែរមានដូចជា 1851 2049 ហើយនឹង LGA 2551ជា socket របស់ Core Ultra ដែលចេញនៅក្នុងជំនាន់ចុងក្រោយរបស់ Intel អញ្ចឹងសម្រាប់វីដេអូមួយនេះគឺមានតែប៉ុណ្្នឹងទេបើសិនជាអ្នកនរគ្នាស្រឡាញ់ CPU មួយណាឬក៏ស្រឡាញ់លើ motherboard មួយណាអ្នកនរគ្នាអាច check ថាតាម motherboard មួយហ្នឹងវា support ជាមួយនឹង Intel ឬក៏ AMD ឬក៏ប្រភេទ CPU ផ្សេងនៅក្នុងកម្រិតលក្ខខណ្ឌប៉ុណ្ណាដើម្បីយើងទិញទៅដាក់វាឲ្យ compatible ជាមួយគ្នាឲ្យវាត្រូវគ្នាបាទអរគុណសម្រាប់ការទស្សនាវីដេអូមួយនេះយើងនឹងជួបគ្នាជាមួយនឹងវីដេអូលើកក្រោយបន្តទៀត